រឿងចៅជ្រូកដើររកប្រពន្ធមានរឿងដំណាលមកថានៅរាជធានីមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដំលើសគេលោកសេដ្ឋីនិងភរិយារៀបការយូរឆ្នាំតើបតែបានកូនប្រុសមួយតែជាអកុសលកូនប្រុសនោះកើតមកមានរូបរាងជាសត្វជ្រូកទៅវិញឪពុកម្ដាយតូចចិត្តខ្លាំងណាស់ដែលមានកូនខុសគេបែបនេះប៉ុន្តែកូននោះឆ្លាតវៃណាស់អាចនិយាយភាសាមនុស្សបានហើយឧស្សាហ៍ព្យាយាមផងពេលចៅជ្រូកធំដឹងក្តីចេះជួយធ្វើការចេះគោរពបម្រើឪពុកម្ដាយធ្វើឲ្យលោកសេដ្ឋីនិងភរិយាអាណិតស្រឡាញ់កូនណាស់ទោះបីកូនប្រុសមានរូបរាងជាសត្វជ្រូកក៏ដោយប៉ុន្តែលោកសេដ្ឋីមិនបានដឹងពីអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់កូនទេការពិតចៅជ្រូកមានធ្នូនិងព្រះខ័នជារបស់ទិព្វនៅក្នុងខ្លួនស្រាប់តែថ្ងៃមួយចៅជ្រូកចូលទៅអង្វរឪពុកម្ដាយឲ្យទៅដណ្ដឹងប្រពន្ធធ្វើឲ្យលោកសេដ្ឋីនិងភរិយាហួសចិត្តដកដង្ហើមធំមើលមុខគ្នារួចឆ្លើយថាកូនអើយតើកូនឲ្យឪពុកម្ដាយទៅដណ្ដឹងកូនអ្នកណាគេនឹងយល់ព្រមបើកូនមានរូបរាងជាសត្វដូច្នេះកូនចង់បានអ្វីឪពុកម្ដាយអាចរកឲ្យបានតែបើកូនចង់បានប្រពន្ធឪពុកស្ទាត់ដំរេះហើយបើកូនយកជ្រូកដូចគ្នានោះវាមិនអីទេលើឪពុកថាដូច្នេះចៅជ្រូកឆ្លើយវិញថាប្រពន្ធជ្រូកខ្ញុំមិនយកទេខ្ញុំយកតែប្រពន្ធមនុស្សបើពុកម៉ែរកឲ្យខ្ញុំមិនបានទេខ្ញុំសូមដើររកខ្លួនឯងហើយប៉ុន្មានថ្ងៃក្រោយមកស្រាប់តែបាត់ចៅជ្រូកពីផ្ទះលោកសេដ្ឋីនិងភរិយាដើររកកូនសពទីកន្លែងមិនឃើញនាំគ្នាអង្គុយកើតទុកនឹកអាណិតដល់កូនចំណែកឯចៅជ្រូកវិញមុននឹងធ្វើដំណើរចេញទៅឈរឧទ្ទិសក្នុងចិត្តថាបើគូព្រេងរបស់ខ្ញុំនៅទីណាសូមទេវតាជួយនាំចិត្តខ្ញុំឲ្យដើរត្រង់ទៅទីនោះផងចៅជ្រូកធ្វើដំណើរកាត់ព្រៃអស់ជាច្រើនថ្ងៃក៏បានជួបនឹងយាយម្នាក់កំពុងជីកដំឡូងតែម្នាក់ឯងនៅក្នុងព្រៃស្ងាត់ចៅជ្រូកចូលទៅសួរយាយថាលោកយាយតើកំពុងដើររកអ្វីយាយឃើញសត្វជ្រូកចេះនិយាយភាសាមនុស្សភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែក៏ចូលចិត្តអាណិតស្រឡាញ់ព្រោះឃើញចៅជ្រូកចេះនិយាយពីរោះដូច្នេះយាយប្រាប់ចៅជ្រូកវិញថាអូយាយមកដើររកជីកដំឡូងណាចៅជ្រូកក៏សួរយាយបន្តទៀតថាយាយនៅឯណាដែរហើយលោកយាយមានកូនប៉ុន្មាននាក់យាយក៏ប្រាប់ចៅជ្រូកថាចៅអើយផ្ទះយាយនៅជាយព្រៃឯណោះយាយមេម៉ាយមានកូនក្រមុំ2នាក់ចៅជ្រូកឮយាយមានកូនក្រមុំ2នាក់ក៏ដំណើររឿងរបស់ខ្លួនប្រាប់យាយហើយជួយឈ្មោះដីរកដំឡូងឲ្យយាយបានច្រើនណាស់ចៅជ្រូកបានសុំយាយទៅនៅជាមួយយាយគិតថាចៅជ្រូកចេះនិយាយភាសាមនុស្សបានពីរោះណាស់ហើយដឹងខុសត្រូវទៀតមិនតែប៉ុណ្ណោះចៅជ្រូកមានឪពុកម្ដាយជាសេដ្ឋីផងបើចៅជ្រូកស្រឡាញ់កូនស្រីគាត់ហើយកូនក្រមុំគាត់យល់ព្រមគាត់នឹងផ្សំផ្គុំឲ្យភ្លាមក្រែងបានពឹងពាក់ដន្លងជាសេដ្ឋីគិតរួចយាយយល់ព្រមហើយក៏នាំចៅជ្រូកទៅផ្ទះរបស់គាត់កូនក្រមុំទាំងពីរឃើញម្ដាយមកពីព្រៃក៏ចេញមកទទួលយាយបង្ហាញចៅជ្រូកឲ្យស្គាល់កូនក្រមុំគាត់រួចនិយាយរឿងរបស់ចៅជ្រូកប្រាប់កូនទាំងពីរចាប់តាំងពីថ្ងៃនោះមកចៅជ្រូកបានរស់នៅជាមួយគ្រួសារយាយយ៉ាងសុខសាន្តកូនក្រមុំយាយទាំងពីរចូលចិត្តចៅជ្រូកណាស់តែងតែនាំគ្នាទៅជីកដំឡូងទាំងអស់គ្នាថ្ងៃមួយយាយហៅកូនក្រមុំទាំងពីរមកសួរចិត្តចង់ផ្សំផ្គុំឲ្យទៅចៅជ្រូកនាងបងប្រកែកតែនាងប្អូនយល់ព្រមនាងប្អូនប្រាប់ទៅម្ដាយថាខ្ញុំគឺស្រេចនៅតែលើម៉ែទេម៉ែឲ្យខ្ញុំទៅអ្នកណាខ្ញុំតាមម៉ែទាំងអស់យាយប្រាប់រឿងនាងពៅព្រមទទួលចៅជ្រូកធ្វើឲ្យចៅជ្រូកត្រេកអរណាស់យាយនិងអ្នកជិតខាងរៀបការចៅជ្រូកនិងនាងពៅតាមប្រពៃណីហើយយាយបានរៀបចំសង់ផ្ទះឲ្យកូនពៅនិងចៅជ្រូករស់នៅបែបផ្សេងពីគាត់ចៅជ្រូកស្រឡាញ់ភរិយាណាស់
ថ្នាក់ថ្នមមិនដែលឲ្យខ្នើចិត្តឡើយព្រោះអាណិតនាងដែលព្រមលះបង់មករៀបការជាមួយប្តីដែលមានរាងជាសត្វបែបនេះក្រោយរៀបការបានប្រហែលជាកន្លះខែនៅក្នុងស្រុកនិគមនេះលេចឮដំណឹងថាមានពួកភ្លេងរបាំមកពីរាជធានីនិងមកលេងក្បែរនោះអ្នកភូមិទាំងក្មេងទាំងចាស់នាំគ្នាផ្អើលហូបបាយពីក្បាលប្រលប់រួចនាំគ្នាទៅមើលគ្រប់គ្នានាងពៅប្រពន្ធចៅជ្រូកក៏ចង់ទៅមើលនឹងគេដែរនាងក៏បបួលចៅជ្រូកជាប្តីឲ្យទៅជាមួយតែចៅជ្រូកប្រាប់ថាអូនទៅមើលនឹងគេចុះបងនៅចាំផ្ទះនាងពៅបានប្តីយល់ព្រមហើយក៏ចេញទៅជាមួយអ្នកជិតខាងឯចៅជ្រូកវិញដឹងថានាងពៅចេញទៅឆ្ងាយហើយក៏ដកស្រោមជ្រូកចេញទៅមើលនឹងគេដែរហើយខំធ្វើដំណើរយ៉ាងលឿនឲ្យដល់ទីនោះមុននាងពៅពេលទៅដល់ហើយក៏ចូលទៅលេងជាមួយគេដែរចៅជ្រូកចេះបែបបទភ្លេងយ៉ាងជំនាញទៀតផងនាងពៅខំតាមមើលចៅជ្រូកពេញចិត្តនឹងការសម្ដែងច្រៀងរាំរបស់ចៅជ្រូកលុះដល់ពេលឃើញអ្នកស្រុកនិងនាងពៅត្រឡប់មកផ្ទះវិញចៅជ្រូកក៏ឈប់ច្រៀងភ្លាមប្រញាប់កិច្ចខ្លួនធ្វើដំណើរមកផ្ទះឲ្យបានមុនប្រពន្ធហើយក៏ចូលទៅក្នុងស្រោមជ្រូកវិញដូចដើមពេលប្រពន្ធមកដល់ផ្ទះចៅជ្រូកសួរធ្វើពើដូចជាមិនដឹងអ្វីអូនទៅមើលរបាំនោះល្អមើលទេនាងពៅខំរៀបរាប់ប្រាប់ប្តីថារបាំគេល្អមើលណាស់លោកប្តីមានកំឡោះម្នាក់រូបរាងស្អាតណាស់ច្រៀងក៏ពិរោះហើយចេះរាំចាក់ក្បាច់សមណាស់ឮដូច្នេះចៅជ្រូកក៏សួរនាងពៅថាបុរសនោះស្លៀកខោខៀវពាក់អាវក្រហមមែនទេអូននាងពៅភ្ញាក់ព្រឺតហើយក៏សួរប្តីថាម៉េចក៏បងដឹងឬក៏បងទៅមើលនឹងគេដែរចៅជ្រូកប្រាប់នាងពៅថាបងគ្រាន់តែស្មានទេអូនលុះដល់យប់ទី2នាងពៅក៏សុំប្តីទៅមើលរបាំទៀតចៅជ្រូកក៏យល់ព្រមហើយចេញពីស្រោមទៅច្រៀងដូចមុនទៀតដល់យប់ទី3ចៅជ្រូកចេញពីស្រោមម្ដងទៀតតែនាងពៅនឹកសង្ស័យចាំលបមើលហើយក៏ឃើញដឹងការពិតនាងរត់ចេញមកចាប់អោបប្តីជាប់នាងពៅអង្វរប្តីមិនឲ្យចូលទៅក្នុងស្រោមវិញទេឃើញប្រពន្ធអង្វរដូច្នេះចៅជ្រូកអាណិតប្រពន្ធគាត់ក៏យល់ព្រមឲ្យនាងពៅយកស្រោមជ្រូកទៅទុកឲ្យស្រួលផងព្រះរាជានៅនគរនេះសោយទីវង្គតដោយគ្មានបត្រាឡើងស្នងរាជទេក្រុមមន្ត្រីបាននាំគ្នាធ្វើពិធីផ្សងរកអ្នកមានបុណ្យពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូកដែលដោះស្រោមមុខคล้ายជាមនុស្សបានឮសពទិសទីពួកមន្ត្រីក៏នាំគ្នាទៅអញ្ជើញចៅជ្រូកឲ្យឡើងគ្រងរាជសម្បត្តិព្រោះតែមានបុណ្យវាសនាចៅជ្រូកបានឡើងសោយរាជគ្រប់គ្រងនគរទាំងមូលបន្ទាប់ពីបានឡើងគ្រងរាជបានកន្លះខែព្រះរាជាថ្មីនឹករលឹកដល់អ្នកមានគុណទាំងពីរទ្រង់ក៏នាំមហេសីទៅលេងផ្ទះលោកសេដ្ឋីលោកសេដ្ឋីឃើញព្រះរាជាយាងមកដល់ដូច្នេះលោកសេដ្ឋីត្រេកអរណាស់ហើយក៏នឹកងឿងឆ្ងល់ក្នុងចិត្តព្រះអង្គធ្វើជាសាកសួរលោកសេដ្ឋីនិងភរិយាថាតើលោកសេដ្ឋីមានកូនប្រុសស្រីប៉ុន្មានអ្នកដែរលោកសេដ្ឋីប្រាប់ថាទូលព្រះបង្គំមានកូនប្រុសតែម្នាក់ទេហើយជាជ្រុះទៀតផងព្រះរាជាលុតជង្គង់សំពះឪពុកម្ដាយប្រាប់ការពិតថាព្រះអង្គនេះហើយជាចៅជ្រូកលោកសេដ្ឋីសប្បាយចិត្តខ្លាំងណាស់ទោះបីជាព្រះអង្គមានរូបរាងជាមនុស្សហើយក៏ដោយប៉ុន្តែព្រះអង្គនៅតែនឹកសន្តោសដល់សត្វជ្រូកព្រោះតែពេលមុនព្រះអង្គធ្លាប់រស់នៅជាសត្វនេះព្រះរាជាទ្រង់អនុញ្ញាតឲ្យលោកសេដ្ឋីនិងភរិយាព្រមទាំងយាយម្ដាយនាងពៅមករស់នៅក្នុងវាំងជួបជុំគ្នាព្រះអង្គបានបញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី12ឲ្យសម្គាល់ថាឆ្នាំកោរនេះជានាមរបស់សត្វជ្រូកតាំងពីពេលនោះមក